ដែលថ្ងៃមុនយើងបានយកថូទៅតែអត់បានជួបនឹងអតិថិជនហ្នឹងណាចឹងថ្ងៃនេះគឺដល់ពេលដែលយើងត្រូវយករុក្ខជាតិទៅដាំជូនគាត់ម្ដងហើយសម្រាប់ម៉ូតថូថ្ងៃមុនគឺមាន2ជម្រើសណាអញ្ចឹងចាំបងទាំងអស់គ្នាថាតើម្ចាស់ផ្ទះគាត់ឆ្លាញ់ម៉ូតទី1ឬក៏ម៉ូតទី2ម៉ូតបែបត្រង់ឬមួយក៏ម៉ូតបែបពីងណាហើយនេះគឺជារុក្ខជាតិដែលខ្ញុំបានយកទៅសកួរនិងក៏យកទៅរៀបឲ្យគាត់មើលណាមាន2ប្រភេទដែរគឺម៉ូតបែប bonsai ជាមួយនឹងម៉ូតបែបផ្កាផ្សំបញ្ចូលគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការចុះគូថូសិនដោយសារតែគូថូយើងមួយមានប្រហោងមួយអត់ប្រហោងប្រហែលជាប្រភេទថូដែលយើងអាចដាំទឹកបានណាអញ្ចឹងយើងឆ្នៃសម្រាប់ធ្វើការដាំដីទាំងអស់អញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងម៉ូតទី1ដែលខ្ញុំបានរើសឲ្យគាត់នេះគឺជាប្រភេទម៉ូត bonsai ប្រភេទ bonsai នេះគឺជាប្រភេទស្រល់ក្អូបណាហើយនេះក៏ជាប្រភេទស្រល់ដែរតែគ្រាន់តែជាប្រភេទស្រល់ស្លឹកវែងណាហើយសម្រាប់ម៉ូតទៀតគឺជាប្រភេទផ្កាផ្សំបញ្ចូលគ្នាណាអញ្ចឹងចាំមើលទាំងអស់គ្នាថាវីដេអូបន្ទាប់ក្រោយពេលដាំតើគាត់ស្រឡាញ់បែប bonsai ទាំងពីរថូឬមួយក៏គាត់ស្រឡាញ់បែបផ្កាផ្សំមួយថូ